សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមានមុខម្ហូបបែបងាយៗគឺឆាតកួនជាមួយនឹងពងទាហើយសៀងគឺជាម្ហូបសាមញ្ញហើយងាយធ្វើដំបូងគឺយើងដាក់ខ្ទះនៅលើចង្ក្រានដាក់ខ្លាញ់ឲ្យវារាងក្តៅបងប្អូនយើងធ្វើការចៀនពងទារបស់យើងសម្រាប់ពងទាបងប្អូនដាក់ភ្លើងមកល្មមហើយចៀនពងទារបស់យើងឲ្យរាងឡើងក្រៀមដើម្បីយើងយកពងទារបស់យើងហ្នឹងទៅឆាជាមួយនឹងតកួនណាបងប្អូននៅពេលដែលយើងចៀនពងទាយើងឲ្យក្រៀមហើយយើងលើកទុកសិនយើងក៏ដាក់ខ្ទះឲ្យវារាងក្តៅយើងក៏ដាក់ខ្លាញ់ហើយក៏ដាក់ជាមួយនឹងខ្ទឹមដែលយើងចិញ្ច្រាំហើយដាក់ចូលបំពងនៅពេលដែលខ្ទឹមរបស់យើងឈ្ងុយហើយយើងក៏ចាក់សៀងចូលយើងធ្វើការកូរចុះកូរឡើងហើយយើងដាក់គ្រឿងមានស្ករ1ស្លាបព្រាប៊ីចេង1ស្លាបព្រាហើយបន្ថែមជាមួយនឹងទឹកត្រីបន្តិចព្រោះអីសៀងគឺជាប្រភេទសៀងផ្អែមនៅពេលដែលយើងដាក់គ្រឿងទៅរួចហើយបងប្អូនយើងក៏ធ្វើការដាក់តកួនរបស់យើងចូលនៅក្នុងខ្ទះរបស់យើងជាមួយនឹងសៀងហើយនឹងគ្រឿងកូរដែលយើងបានផ្សំរួចហើយអញ្ចឹងយើងកូរចុះកូរឡើងហើយបងប្អូនបន្ថែមជាមួយនឹងទឹកប្រេងខ្យងឲ្យបន្លែយើងទន់ហើយក្នុងនោះមានខ្ញុំក៏មានលាយជាមួយនឹងទឹកប៉េនប៉ោះចូលបន្តិចដើម្បីឲ្យមានរសជាតិវាកាន់តែឆ្ងាញ់ណាហើយបងប្អូនយើងដាក់ជាមួយនឹងពងទាដែលយើងបានចៀនហើយយើងកាត់វាជាកង់ពងទារបស់យើងគឺយើងចៀនរាងជាប់ភ្នៅបងប្អូនកុំចៀនឆ្អិនពេកដើម្បីឲ្យពងទាយើងកាន់តែឆ្ងាញ់ហើយចុងក្រោយបងប្អូនខ្ញុំបន្ថែមជាមួយនឹងម្ទេសហុយដើម្បីឲ្យឆាតកួនរបស់នាងខ្ញុំនឹងមានរសជាតិផ្អែមប្រៃហើយហឹរបន្តិចដើម្បីឲ្យរសជាតិវាកាន់តែឆ្ងាញ់ណាបងប្អូនអញ្ចឹងសម្រាប់មុខម្ហូបនៃការឆាតកួនពងទាយើងថ្ងៃនេះគឺចាប់តែប៉ុណ្ណឹងអរគុណ